ការដែលយើងហ៊ានស្គាល់ខ្លួនឯងវាជាចំណុចសំខាន់ហើយវាជាចំណុចមួយដែលធ្វើឲ្យជីវិតរបស់យើងមានការផ្លាស់ប្ដូរទាំងអស់គ្នាអញ្ចឹងខ្ញុំសូមណែនាំបន្តិចថាតើអីទៅដែលជា self awareness ចុះ self awareness បើយើងនិយាយសួរស្ដាប់ជាភាសាខ្មែរគេថាការហ៊ានស្គាល់ពីខ្លួនឯងអញ្ចឹងពេលដែលយើងហ៊ានស្គាល់ពីខ្លួនឯងយើងត្រូវដឹងថាតើទេពកោសល្យរបស់យើងអីគេភាពខ្លាំងរបស់យើងអីគេភាពខ្សោយរបស់យើងអីគេហើយតើអារម្មណ៍របស់យើងហ្នឹងវាតែងតែកើតឡើងឧទាហរណ៍វាខឹងឬក៏វាមានអារម្មណ៍ថា excited ឬក៏មានអារម្មណ៍ថាស្រឡាញ់នៅពេលណាចឹងអ្នកខ្លះគឺគាត់អត់ទាន់បានបែងចែកច្បាស់ថាអារម្មណ៍ហ្នឹងគួរតែហ៊ានគ្រប់គ្រងមិនហើយទៅទិនជាមួយនឹងទេពកោសល្យរបស់យើងហ្នឹងរបៀបម៉េចខ្ញុំសូមនិយាយជាខ្លីថាចេះដើម្បីយើងស្វែងរកទេពកោសល្យរបស់ខ្លួនឯងបានយើងត្រូវដឹងថាពេលដែលយើងដើរជុំវិញជាមួយនឹងមនុស្សឬក៏យើងធ្វើអីមួយយើងមានភាពប៉ិនប្រសប់ហើយពេលដែលយើងធ្វើទៅគឺយើងមានអារម្មណ៍ថាខ្លួនឯងស្រឡាញ់នៅអីដែលខ្លួនកំពុងតែធ្វើប៉ុន្តែបើការងារមួយចំនួនដែលយើងធ្វើទៅយើងអត់សូវស្រឡាញ់អត់សូវពេញចិត្តទេអាហ្នឹងគឺវាមិនជាទេពកោសល្យរបស់យើងពិតប្រាកដទេអញ្ចឹងសួរថាយើងត្រូវ develop វាមិនអញ្ចឹងយើងត្រូវតែមានគេហៅថាការដែលហ៊ានធ្វើនឹងតាមមនុស្សម្នាក់របស់ខ្លួនឯងអញ្ចឹងទៅអ្នកខ្លះទេពកោសល្យនិយាយអ្នកខ្លះមានទេពកោសល្យនៅក្នុងការគិតអ្នកខ្លះមានទេពកោសល្យនៅក្នុងការលក់អ្នកខ្លះមានទេពកោសល្យនៅក្នុងការជំរុញចិត្តគេអញ្ចឹងទាំងអស់ហ្នឹងឯងដែលយើងអាចស្គាល់វាថាវាជាទេពកោសល្យហើយសម្រាប់ភាពខ្លាំងភាពខ្សោយរបស់យើងក៏យើងដឹងដែរដូចខ្ញុំផ្ទាល់ខ្លួនឯងភាពខ្លាំងរបស់ខ្ញុំគឺខ្ញុំធ្វើរឿងអីមួយខ្ញុំមានការអត់ធ្មត់ប៉ុន្តែអីដែលខ្ញុំបបាក់រៀងខ្យល់អារម្មណ៍ហ្នឹងគឺតែតែមួយនឹងពេលដែលមានអីមករំខានក៏ខ្ញុំឆាប់នៅក្នុងការ respond ទៅលើរឿងហ្នឹងឬក៏ react លើរឿងហ្នឹងអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងហ៊ានយល់ចំណុចទាំងអស់ហ្នឹងហើយយើងមានការអភិវឌ្ឍសមត្ថភាពរបស់យើងចាប់ពីមួយទៅមួយហើយជាពិសេសយើងត្រូវហ៊ានចេះស្ដាប់យោបល់ពីអ្នកដទៃយើងហ៊ានមើលពីអីដែលគេធ្វើបានល្អអីដែលគេមានកំហុសហើយយើងយកមកយើង reflect ខ្លួនឯងហើយយើងកែជាពិសេសអាពេលដែលយើងធ្វើកំហុសហ្នឹងណាយើងអាចហ៊ានពីកំហុសរបស់ខ្លួនឯងបានហើយសម្រាប់ចំណុចចុងក្រោយគេទៅទៅជាមួយនឹងការស្គាល់ពីខ្លួនឯងគឺការគ្រប់គ្រងអារម្មណ៍អ្នកខ្លះក៏អត់ទាន់ចេះគ្រប់គ្រងអារម្មណ៍ទេអារម្មណ៍របស់គាត់នៅរៀងរវើរវាយមានអ្នកខ្លះទៀតគាត់គិតពីអតីតកាលរបស់គាត់5ឆ្នាំ10ឆ្នាំមុនអ្នកណាធ្វើឲ្យគាត់ឈឺចាប់អ្នកណាគេធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់ខឹងអីអញ្ចឹងទៅហើយដល់ពេលអ្នកខ្លះទៀតគឺគាត់ចាប់ផ្ដើម concern នៅក្នុងថ្ងៃអនាគតរបស់គាត់5ឆ្នាំ10ឆ្នាំទៀតមិនទៅខ្ញុំតិចក្រទៅខ្ញុំតិចខ្លួនឯងធ្វើរឿងនេះអត់ជោគជ័យអីចឹងណាអញ្ចឹងការរៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯងគឺធ្វើឲ្យយើងរៀនយល់និងធ្វើអីមួយដែលទៅតាមគេហៅថាសមត្ថភាពក៏ដូចជាតាមពេលវេលាអញ្ចឹងមានអ្នកខ្លះគាត់ថាចេះពេលដែលគាត់ដាក់កំណត់លើខ្លួនឯងគាត់ត្រូវធ្វើខុសហើយបើសិនជាគាត់ធ្វើខុសក៏គាត់អត់ព្រមទេអញ្ចឹងមានន័យថាពេលខ្លះពេលដែលយើងដាក់កំហិតខ្លួនឯងខ្លាំងពេកដែលពេលដែលមានកំហុសហើយយើងអត់ព្រមទទួលស្គាល់វាទៅជារឿងមួយធ្វើឲ្យយើងមានអារម្មណ៍ថាឈឺចាប់កាន់តែខ្លាំងប៉ុន្តែបើសិនជាយើងហ៊ានផ្លាស់ប្ដូរវាដោយឲ្យពេលដែលយើងធ្វើខុសឲ្យវាខុសទៅហើយយើងហ៊ានពីចំណុចហ្នឹងឡើងវិញទៅមកទៀតលោកគ្រូយើងព្យាយាមធ្វើអីដែលល្អបានច្រើនជាងហ្នឹងអញ្ចឹងហើយទើបអារម្មណ៍របស់យើងហ្នឹងវារៀង relax ខ្លះហើយពេលណាដែលយើងមានអារម្មណ៍ថាតានតឹងយើងគួរតែចេញទៅក្រៅឬក៏ទៅដើរលេងទៅនិយាយជាមួយអ្នកណាគេដែលធ្វើឲ្យអារម្មណ៍របស់យើងល្អអញ្ចឹងហើយទើបឲ្យយើងនឹងរៀនអភិវឌ្ឍសមត្ថភាពខ្លួនឯងនិងយល់ពីខ្លួនឯងកាន់តែច្រើនទាំងអស់គ្នាអញ្ចឹង self awareness ឬក៏ការស្វែងយល់ដឹងពីខ្លួនឯងហ្នឹងគឺជារឿងសំខាន់បំផុតដើម្បីយើងអភិវឌ្ឍសមត្ថភាពរបស់យើងហើយជាពិសេសយើងធ្វើឲ្យខ្លួនឯងមានអារម្មណ៍ថា peace នៅក្នុងជីវិតហើយយើងរៀនឲ្យរឿងអីដែលកើតឡើងវាកើតទៅអញ្ចឹងយើងនិយាយជាភាសាអង់គ្លេសកំណត់ខ្លីគឺ let it be ទាំងអស់គ្នាអញ្ចឹងអរគុណច្រើនសម្រាប់ការស្ដាប់វីដេអូនេះ